ខ្ញុំប្រើប្រាស់ថ្នាំព្យាបាលជំងឺថប់បារម្ភមួយឆ្នាំនឹងគេដែរមិនបានជាជំងឺខ្ញុំនៅត្រឡប់វិញទៀតអញ្ចឹងទីមួយបងប្អូនត្រូវតែមើលប្រភេទថ្នាំដែលបងប្អូនកំពុងតែព្យាបាលពេលខ្លះថ្នាំទាំងអស់នោះមិនមែនជាថ្នាំព្យាបាលជំងឺទេប៉ុន្តែជាថ្នាំទប់រោគសញ្ញាតែប៉ុណ្ណោះទីពីរកម្រិតថ្នាំព្យាបាលបងប្អូនត្រូវតែមើលកម្រិតថ្នាំព្យាបាលដែលបងប្អូនកំពុងប្រើពេលខ្លះថ្នាំដែលបងប្អូនប្រើជាថ្នាំព្យាបាលមែនប៉ុន្តែកម្រិតដែលបងប្អូនប្រើប្រាស់ហ្នឹងមិនមែនជាកម្រិតនៃការព្យាបាលជំងឺអត់ទូសះស្បើយបានទេទី3អ្នកខ្លះពិសាថ្នាំទៅប៉ុន្តែរោគសញ្ញាគាត់នៅតែបន្តមានទោះបីជារយៈពេលជិត1ឆ្នាំហើយក៏ដោយនៅពេលដែលគាត់ជប់ថ្នាំណាហើយនៅភ័យនៃការលបជំងឺនឹងច្រើនណាស់អញ្ចឹងដើម្បីឲ្យជំងឺយើងជាសះស្បើយបានត្រូវពិនិត្យលើកត្តា3ទី1តើថ្នាំនឹងជាថ្នាំព្យាបាលមែនដែរឬទេទី2កម្រិតដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺនឹងត្រឹមត្រូវឬក៏គ្រប់គ្រាន់ដែរឬទេនិងទី3រយៈពេលមុននឹងយើងឈប់ថ្នាំនឹងតើយើងបានរោគសញ្ញាទៅរយៈពេលគ្រប់គ្រាន់ដែលអាចនឹងឈប់ថ្នាំបានដែរឬអត់អញ្ចឹងបើសិនជាទាំង3នឹងគ្រប់គ្រាន់ហើយអត្រានៃការលបជំងឺនឹងវាតិចតួចដែលធ្វើឲ្យភាពជោគជ័យនៃការព្យាបាលមានច្រើន